សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំទទួលបានសំណួរមួយពីខាងបងអូនស្រីក្នុង TikTok ចាគាត់ឆាតមកសួរខ្ញុំហើយខ្ញុំគិតថាសំណួរហ្នឹងល្អហើយប្រហែលជាមានបងប្អូនផ្សេងទៀតដែលគាត់អាចនឹងមានសំណួរដូចគ្នាចាអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូនេះឡើងដើម្បីអាចជាអត្ថប្រយោជន៍ទូទៅសម្រាប់បងប្អូនជាពិសេសអ្នកដែលគាត់ថ្មីចេញប្លុកក្នុងការសម្ភាសក្នុងការរកការងារចាគាត់សួរខ្ញុំថាអឺតើពេលដែលទៅសម្ភាសហ្នឹងគាត់គួរតែត្រៀមយកអីគេទៅខ្លះដោយសារតែគាត់នៅមួយកន្លែងហ្នឹងវាយូរពេកអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមរកការងារថ្មីគេហៅទៅសម្ភាសគាត់រៀងភាំងចាអត់ដឹងថាត្រូវរៀបចំឯកសារអីគេខ្លះគាត់សួរខ្ញុំថាគួរតែយកអត្តញ្ញាណប័ណ្ណទៅអត់គួរតែយកសភៅគ្រួសារទៅអត់ចាមុននឹងខ្ញុំនិយាយចង់បញ្ជាក់ថាចេះគ្រប់ឯកសារផ្ទាល់ខ្លួនទាំងអស់អត្តញ្ញាណប័ណ្ណសភៅគ្រួសារសម្បត្តិកំណើតទាំងអស់ហ្នឹងសញ្ញាបត្រអីទាំងអស់ហ្នឹងណាចាទុកសិនចាំដល់ពេលគេទៀមទាពេលដែលយើងសម្ភាសហើយយើងជាប់គេទៀមទាឯកសារផ្ទាល់ខ្លួនទាំងអស់ហ្នឹងបានយើងផ្ដល់ឲ្យគេត្រឹមតែសម្ភាសគេមិនត្រូវការហ្នឹងទេចាអញ្ចឹងឯកសារឬមួយក៏ត្រូវត្រៀមអីគេខ្លះទី1 complex print CV ទៅចា print CV ទៅតាមខ្លួនហើយពេលដែលបងនិយាយអញ្ចឹងប្រហែលជាមានអ្នកខ្លះគាត់ឆ្ងល់ថាបង CV ខ្ញុំផ្ញើទៅឲ្យពួកគាត់ហើយហេតុអីបានត្រូវថ្ងៃសម្ភាសហ្នឹងយក CV ហ្នឹងទៅឲ្យគាត់ទៀតចា CV ដែលខ្ញុំនិយាយថាយកទៅតាមខ្លួននេះគឺមិនមែនយកទៅឲ្យខាងគណៈកម្មការឬមួយក៏ recruiter ទេ CV នេះគឺសម្រាប់បងអូនផ្ទាល់ចានៅពេលដែលសម្ភាសគេប្រើរយៈពេល40នាទីទៅ1ម៉ោងសម្រាប់សួរបងអូនចឹងក្នុងនោះសំណួរភាគច្រើនគេអាចសួរតាក់ទងជាមួយនឹងបទពិសោធន៍ហើយសួរតាក់ទងជាមួយនឹងប្រវត្តិការងារចាហើយបងអូនមានប្រវត្តិការងារនៅនឹងដៃចាមានតន្ន័យនៅក្នុងដៃពេលដែលគេសួរយើងក៏លេខតែមួយឆាច់អាចឆ្លើយទៅគេបានចាជាពិសេសគេសួររវាងឆ្នាំណាទៅឆ្នាំណាចាពេលដែលទៅសភាភាគច្រើនយើងភ័យចឹងបើសិនអត់មាននៅក្នុងដៃអត់មានអីនៅក្នុងដៃអត់មានតន័យក្នុងដៃទៀតអាចវល់អាចភ័យចាអាចបាត់ព័ត៌មានចឹង CV នេះគឺត្រៀមសម្រាប់ខ្លួនឯងនៅពេលដែលគេសួរឆ្នាំនេះដល់ឆ្នាំនេះយើងក៏លេខមើល CV អូខេដល់កន្លែងហ្នឹងដឹងឆ្លើយតបទៅគេចាគេសួរមួយទៀតដល់ចំណុចណាយើងមើល CV របស់យើងទៀតឆ្លើយតបទៅគេទៀតឃើញឆ្លើយលឿនណាចាមានទៅមានមកទៅមកអញ្ចឹងយើងអត់គាំងទេអញ្ចឹងអាហ្នឹងគឺសម្រាប់ជំនួយយើងដែរចាទី2កុំភ្លេចប៊ិចហើយហ្នឹងกระดาษចាប៊ិចហើយនឹងกระดาษហ្នឹងគឺដើម្បីអីដើម្បីកត់ចា take note សម្រាប់ព័ត៌មានដែលគេប្រាប់តាក់ទងជាមួយនឹងទំនួលខុសត្រូវការងារចា job condition តាក់ទងបរិយាកាសក្រុមហ៊ុនអង្គការអីហ្នឹងចាការកត់បែបហ្នឹងគឺដើម្បីជួយឲ្យមានការចងចាំល្អនៅព័ត៌មានផ្សេងព័ត៌មានសំខាន់ជួយត្រង់ថានៅពេលដែលយើងចង់សួរបដិញទៅវិញឬមួយក៏ជាទូទៅនៅពេលដែលចប់ម៉ោងសម្ភាសគេនឹងសួរអូនថាឥឡូវនេះយើងចាប់ម៉ោងសម្ភាសហើយអូនមានសំណួរអីអត់ចាបើយើងអត់មានសំណួរយើងអត់បានកត់អីសោះយើងអត់ដឹងថាយើងចាប់បានព័ត៌មានអីគេខ្លះអញ្ចឹងនៅពេលដែលយើងបាន note នៅព័ត៌មានខ្លះយើងអាចនឹងមានព័ត៌មានមួយចំនួនដែលយើងអាចចង់សួរបដិញទៅគេវិញហើយអាហ្នឹងវាជាអត្ថប្រយោជន៍របស់យើងដែរ complex សមីចាយកទៅជាមួយគ្នាសមីរឹងមួយមកអានេះខ្ញុំលើកឧទាហរណ៍ទេខ្ញុំអត់មានសមីរឹងមួយមកយើងមាន clip មកហើយយើងដាក់กระดาษ CV กระดาษសហើយបិចនឹងមួយមកចាស្លៀកពាក់មកត្រឹមត្រូវដល់ម៉ោងសម្ភាសកាន់តែហ្នឹងទៅចូលបន្ទប់ចប់ចាខ្ញុំអត់ដឹងថាអ្នកខ្លះគាត់មើលមកថាហ្នឹងជាវិធីសាស្ត្រចាស់កម្រិតឬមួយក៏មិនណាប៉ុន្តែ no ពេលដែលយើងទៅសម្ភាសជាពិសេសទៅសម្ភាសនៅតាមក្រុមហ៊ុនមិនថាក្រុមហ៊ុនអង្គការការរៀបចំបែបនេះគឺបង្ហាញអំពីភាព professional បង្ហាញពីការយកចិត្តទុកដាក់ទៅលើការងារចាមានភាពថ្លៃថ្នូរអូខេដូច្នេះហើយបងប្អូនគួរតែអនុវត្តទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងជួយដល់បងប្អូនដែលគាត់អត់បានដឹងគាត់អត់ដែលបានដឹងចាអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹង